ចឹងសំណួរនេះក៏អាសាចេញដែរយើងអាចមើលឲ្យចាំបាន 100% ទៅសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះសុភ័ក្រហើយថ្ងៃនេះខ្ញុំនឹងមកចែករំលែកជាមួយអ្នកទាំងអស់គ្នានៅសំណួរត្រៀមប្រឡងបាក់ឌុបជីវវិទ្យាឆ្នាំ2026ហ្នឹងហើយសំណួរទាំងអស់ដែលខ្ញុំនឹងបង្ហាញនៅទីនេះគឺខ្ញុំដកស្រង់ចេញចែកទៅតាមផ្នែកនៃមេរៀនអញ្ចឹងមេរៀននីមួយៗគឺខ្ញុំស្រង់នៅសំណួរដែលសំខាន់ៗនៅក្នុងមេរៀនហ្នឹងបាទអញ្ចឹងមេរៀនទី2នៅក្នុងជំពូកទី1មេរៀនទី2យើងនិយាយពីរុក្ខជាតិអង្គសូស្ពែមដែលយើងជំពូកទី1មាន2មេរៀនគឺមេរៀនទី1និយាយពីរុក្ខជាតិស៊ីម៉ូណូស្ពែមប៉ុន្តែយើងអត់ដែរចេញប្រឡងទេមេរៀនហ្នឹងអញ្ចឹងមេរៀនទី2រុក្ខជាតិអង្គសូស្ពែមសំណួរដែលអាសាចេញមែនតើនេះគឺរោគលក្ខណៈខុសគ្នារវាងរុក្ខជាតិ mono និងរុក្ខជាតិ D ហ្នឹងឯងចុះបើសិនជាឲ្យយើងចូលប្រៀបធៀបរវាងរុក្ខជាតិ mono និង D អញ្ចឹងគឺយើងត្រូវប្រៀបធៀបទាំងលក្ខណៈដូចនិងលក្ខណៈខុសរបស់វាអញ្ចឹងបើគេឲ្យរោគលក្ខណៈដូចដែរយើងត្រូវដឹងថាលក្ខណៈដូចវាគឺមាន2គឺផ្កាជាសរីរាង្គបន្តពូជហើយគ្រាប់ការពារដោយសម្បកលក្ខណៈខុសគ្នាយើងលើក5ចំណុចមកនិយាយដែលជាសរីរាង្គលូតលាស់របស់វាក្នុងចំណោមហ្នឹងមានគ្រាប់មានស្លឹកមានផ្កាបាច់សរសៃនាំហើយនឹងឫសណាអញ្ចឹងយើងមើលនៅក្នុងហ្នឹងទៅបាទ mono គឺគ្រាប់វាមានកូទីលេដុង1 D គឺគ្រាប់វាមានកូទីលេដុង2ណាពាក្យ D គឺមានន័យថា2ណា mono ហ្នឹងគឺមានន័យថា1ស្លឹករបស់ mono គឺវាមានទំនងស្របហើយទូទៅស្លឹកវាគឺវែងដែលខុសពីស្លឹក D គឺមានទំនងបែកខ្នែងដូចយើងឃើញស្លឹកពោស្លឹកស្វាយហ្នឹងណាមានទំនងបែកខ្នែងហ្នឹងគេហៅថាទំនងបែកខ្នែងផ្កាវាខាង mono មាន3ស្ទាប់ឬក៏យើងថាពហុគុណនឹង3ហើយ D គឺផ្កាវាមាន4ស្ទាប់ឬពហុគុណនឹង4បាច់សរសៃនាំវាគឺគេសំដៅដល់ការតម្រៀបរបស់បាច់សរសៃនាំនៅក្នុងដើមអញ្ចឹង mono គឺបាច់សរសៃនាំវាតម្រៀបរាយប៉ាយវាអត់មានជារង្វង់ដូចរុក្ខជាតិ D ទេអញ្ចឹងបើសិនជាយើងកាត់រុក្ខជាតិ D យកមកមើលយើងធ្វើខ្នាតទទឹងដើមរបស់វាយើងនឹងឃើញបាច់សរសៃនាំតម្រៀបជារង្វង់ដែលវាបង្កើតបានទៅជាគេហៅថារង្វង់ឆ្នាំណាយើងអាចវាស់អាយុរបស់រុក្ខជាតិ D ហ្នឹងតាមរង្វង់ហ្នឹងបានហើយឫសរបស់វា mono គឺឫសស្ញែចំណែកឯ D វិញគឺឫសរបស់វាជាឫសកែវបាទអញ្ចឹងសំណួរនេះក៏អាសាចេញដែរយើងអាចមើលឲ្យចាំបាន 100% ទៅសំណួរទី2តើស្លឹករុក្ខជាតិ D កូទីលីដូនឲ្យបង្ហាញឲ្យយើងឃើញមានសន្ទប់អ្វីខ្លះតើសន្ទប់នីមួយៗមានន័យដូចម្ដេចអញ្ចឹងសំណួរនេះគឺគេដាក់ថាធ្លាប់ចេញបាក់ឌុបឆ្នាំ2016អញ្ចឹងបើយើងនិយាយពីຂະຫນាត់ទទឹងនៃស្លឹករុក្ខជាតិ D កូទីលីដូនបង្ហាញឲ្យយើងឃើញសន្ទប់សំខាន់3គឺសន្ទប់ Epiderm លើ Epiderm ក្រោមសន្ទប់ប៉ាលីសាតនិងសន្ទប់ស្ពូនដែល Epiderm លើនិង Epiderm ក្រោមហ្នឹងគឺយើងនឹងឃើញមានពណ៌បែបបៃតងចាស់ហើយនិងបៃតងខ្ចីដែលវាមានន័យនៅក្នុងការការពារស្លឹកណាហើយវាមាន stomata ដែលជាកន្លែងសម្រាប់ធ្វើបណ្ដូលឧស្ម័នហើយនឹងចំហាយទឹកសន្ទប់ប៉ាលីសាតគឺជាសន្ទប់មួយដែលវាមានកោសិកាតម្រៀបគ្នាយ៉ាងណែនដែលវាសម្បូរដោយ chloroplast ផ្ទុក chlorophyll ដែលវាមានន័យក្នុងការធ្វើរស្មីសំយោគផលិតក្លូកូសឬក៏អាហារឲ្យរុក្ខជាតិណាសន្ទប់ស្ពូតគឺមានន័យថាជាសន្ទប់ដែលវាមានកោសិកាតម្រៀបគ្នាទុកនៅចន្លោះប្រហោងធំនៅក្នុងហ្នឹងដែលជាកន្លែងសម្រាប់រក្សាទុកខ្យល់នៅក្នុងហ្នឹងដែលធ្វើឲ្យវាមានលក្ខណៈស្ពូតកោសិកាវាអត់តម្រៀបគ្នាណែនដូចសន្ទប់ប៉ាលីសាទេអញ្ចឹងនៅក្នុងសន្ទប់ស្ពូតនេះវាក៏មានផ្ទុកនៅបាច់សរសៃនាំឬក៏ផ្លូអែមហ្នឹងអញ្ចឹងស៊ីឡាមនិងផ្លូអែមគឺជាជាលិកានាំរបស់រុក្ខជាតិអង្គសូស្ពែមណាអញ្ចឹងបើគេសួរតើជាលិកានាំរបស់រុក្ខជាតិអង្គសូស្ពែមមានប៉ុន្មានគឺមាន2គឺមានស៊ីឡាមហើយនិងផ្លូអែមហ្នឹងឯងដែលវាគឺស្ថិតនៅក្នុងសន្ទប់ស្ពូតនៃស្លឹករុក្ខជាតិ D កូទីលីដូនតទៅទៀតហេតុអ្វីបានជាគេនិយាយថាគ្រាប់លំអងមិនមែនជាកាម៉ាត់ឈ្មោលឲ្យយើងចូលបញ្យល់អញ្ចឹងដូចយើងបានដឹងណាផ្ការបស់រុក្ខជាតិ D កូទីលីដូនយើងបែងចែកវាជា4ផ្នែកមែនទេយើងមានសន្ទប់យើងមានត្បកយើងមានកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលអញ្ចឹងកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលគឺវាមានន័យនៅក្នុងការផលិតកាម៉ែតហើយកញ្ចុំកេសរឈ្មោលវាមានផ្លោកលំអងហើយនឹងតោកេសរឈ្មោលមែនទេអញ្ចឹងយើងឧទាហរណ៍បែបនេះអញ្ចឹងនេះគឺជា
រូបតំណាងកញ្ចុំកេសរឈ្មោលអញ្ចឹងនៅខាងចុងនៃតងកេសរឈ្មោលនីមួយៗគឺវាមានផ្លោកលំអងផ្លោកលំអងគឺវាមានផ្ទុកក្របលំអងនៅក្នុងនោះអញ្ចឹងនៅក្នុងផ្លោកលំអងនីមួយៗគឺមានក្របលំអងជាច្រើននៅក្នុងនោះទៀតដែលក្របលំអងទាំងអស់ហ្នឹងវាគឺជាកោសិកាដើមបានន័យថានៅក្នុងផ្លោកនៅក្នុងក្របលំអងហ្នឹងគឺវាមាននវាយោ2ទៀតដែលយើងហៅថានវាយោលូតលាស់និងនវាយោបន្តពូជណាអញ្ចឹងនវាយោទាំងពីរហ្នឹងគឺជានវាយោអាប្លូអ៊ីតចំនួន2នេះអញ្ចឹងបានន័យថានៅក្នុងក្របលំអងមួយគឺមាននវាយោអាប្លូអ៊ីតចំនួន2ដែលយើងតាំងដោយបានតូចអញ្ចឹងនវាយោទាំងពីរគឺវាមានទីផ្សេងគ្នានវាយោលូតលាស់គឺវាមាននីតិជាអ្នកនាំដំណើរលូតលាស់នៃបំពង់លំអងដើម្បីចាក់ចូលទៅដល់ oval ដើម្បីនាំផ្លូវរបស់នវាយោបន្តពូជមួយទៀតហ្នឹងឲ្យទៅជួបជាមួយនឹង oval នៅក្នុង ovary ណាអញ្ចឹងនៅក្នុងដំណើរដែលនវាយោបន្តពូជនេះធ្វើដំណើរតាមបំពង់លំអងហ្នឹងគឺវាបានធ្វើមីតុសម្ដងទៀតវាធ្វើមីតុម្ដងអញ្ចឹងវាបង្កើតបានទៅជាកោសិកាស្ពែម៉ាតូស៊ីត2ដែលកោសិកាស្ពែម៉ាតូស៊ីត2នឹងហើយដែលជាអ្នកទៅបង្កកំណើតជាមួយនឹង oosphere ហើយនឹងមួយទៀតបង្កកំណើតជាមួយនឹងនវាយោប៉ូលែអញ្ចឹងនវាយោលូតលាស់នវាយោបន្តពូជវាធ្វើចំណែកមីតុបានកោសិកាកាម៉ែត2ទៀតអញ្ចឹងវាមានមួយទៅបង្កកំណើតជាមួយនឹងនវាយោប៉ូលែដែលជានវាយោមានដែលជាកោសិកាមាននវាយោច្រើនមានន័យថាកោសិកាហ្នឹងគឺវាមានស៊ីតូផ្លាសតែមួយប៉ុន្តែនវាយោ2ហ្នឹងគេហៅថានវាយោប៉ូលែហើយមួយទៀតគឺវាទៅបង្កកំណើតជាមួយនឹងអូស្ហ្វែร์បង្កើតបានទៅជាស៊ីហ្គូតណាហើយលូតលាស់ទៅជាអំព្រីយ៉ុងអញ្ចឹងនវាយោប៉ូលែបើនិយាយអំពីនវាយោប៉ូលែកាលណាកោសិកាកាម៉ែតឈ្មោលទៅបង្កកំណើតជាមួយនឹងនវាយោប៉ូលែគឺវាបង្កើតបានទៅជាអាល់បុយមែនហ្នឹងគឺវាមាននីតិស្តុកអាហារបំរុងសម្រាប់ចិញ្ចឹមជីវិតរបស់អំព្រីយ៉ុងដូចជាគ្រាប់ហ្នឹងណាសំណួរទី4បាទតើពោតជារុក្ខជាតិម៉ូណូឬឌីកូទីលេដូនហើយគេសួរថាហេតុអ្វីអញ្ចឹងគេឲ្យយើងនិយាយពីលក្ខណៈទាំង5របស់រុក្ខជាតិម៉ូណូនឹងឯងដែលពោតហ្នឹងវាមានតើពោតមានដំណើរលំអងបែបណាអញ្ចឹងកន្លែងហ្នឹងមានន័យថាពោតមានដំណើរលំអងពិសេសអីមួយឲ្យបានគេសួរអញ្ចឹងវាមិនមែនជាដំណើរលំអងស្វ័យដំណើរលំអងធម្មតាទេណាអញ្ចឹងបើយើងនិយាយពីដំណើរលំអងគឺវាមាន2គឺដំណើរលំអងឯងឬក៏យើងហៅថាស្វ័យដំណើរលំអងហើយនឹងមួយទៀតគឺដំណើរលំអងកាត់អញ្ចឹងស្វ័យដំណើរលំអងឬក៏យើងហៅថាដំណើរលំអងឯងគឺវាកើតឡើងតែនៅក្នុងផ្កាឯកភេទសំទោសផ្កាទ្វេភេទទេហេតុអីដោយសារតែនៅក្នុងផ្កាទ្វេភេទវាមានទាំងកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលនៅក្នុងផ្កាតែមួយអញ្ចឹងហើយទើបវាអាចមានស្វ័យដំណើរលំអងកាត់ឡើងប៉ុន្តែដោយឡែកចំពោះដំណើរលំអងកាត់គឺវាប្រព្រឹត្តទៅដោយនៅលើផ្កាឯកភេទហើយនៅផ្កាទ្វេភេទបានន័យថាវាចូលរួមពីកត្តាផ្សេងទៀតដែលជួយឲ្យមានដំណើរលំអងឧទាហរណ៍ដូចជាទឹកដូចជាខ្យល់ឬក៏មនុស្សដែលយើងហៅថាមនុស្សគឺធ្វើដំណើរលំអងសព្វនិមិត្តណាអញ្ចឹងមនុស្សយើងធ្វើដំណើរលំអងសព្វនិមិត្តហ្នឹងគឺដើម្បីទទួលបាននៅលក្ខណៈដែលមនុស្សយើងចង់បានដូចជាយើងបង្កាត់ផ្កាពណ៌ក្រហមជាមួយផ្កាពណ៌សចេញមកផ្កាពណ៌ផ្កាឈូកដែលយើងចូលចិត្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាមានកត្តាផ្សេងទៀតដូចជាសត្វល្អិតណាដូចជាឃ្មុំហ្នឹងយើងឃើញឃ្មុំដែលវាទៅរោមដែលវាទៅរកទឹកដមនៅក្នុងផ្កាហ្នឹងគឺវាត្បូលចូលទៅក្នុងផ្កាហ្នឹងធ្វើឲ្យក្រំអងហ្នឹងតោងជាប់ជាមួយនឹងខ្លួនវាទៅពេលដែលវាទៅទុំលើផ្កាមួយទៀតក្រំអងធ្លាក់ទៅលើស្តិចម៉ាតផ្កាមួយទៀតអញ្ចឹងអាហ្នឹងគឺជាដំណើរលំអងកាត់និយាយអំពីលក្ខណៈរបស់រុក្ខជាតិម៉ូណូអញ្ចឹងពោតគឺជារុក្ខជាតិម៉ូណូកូទីលេដូនព្រោះក្របវាមានកូទីលេដុងមួយយើងញ៉ាំពោតយើងដែលសង្កេតឃើញក្របវាទេមានក្របមានកូទីលេដុងប្រហែលយើងហែកមើលទៅខាងក្នុងណាអញ្ចឹងគឺមានកូទីលេដុងមួយយើងឃើញណាស្លឹកគឺមានតំណស្របស្លឹកពោតគឺវែងហើយវាមានតំណស្របស្លឹកហ្នឹងផ្កាវាគឺយើងអាចនិយាយថាពិបាកក្នុងការមើលស្ទាប់ប៉ុន្តែជាទៅផ្កាម៉ូណូគឺវាមាន3ស្ទាប់ឬក៏ភូគុណនឹង3អញ្ចឹងកន្លែងហ្នឹងគឺយើងនិយាយពីលក្ខណៈរបស់រុក្ខជាតិម៉ូណូមកឬវាគឺជាឫសស្ញែមិន
មិនមានរឹសកែវដូចដើមស្វាយឬក៏ដើមអីផ្សេងទេគឺរឹសវាចាក់ដីរឹសវាគឺចាក់ដីរាក់ទេដើមមានបាច់សរសៃនាំស្នូលរីប៉ៃហើយពោតមានដំណើរលំអងបែបណាគឺពោតមានដំណើរលំអងដោយសារតែពោតគឺវាមានផ្កាញីនិងផ្កាឈ្មោះគឺនៅលើដើមផ្សេងគ្នាអញ្ចឹងគឺមានន័យថាពោតគឺវាដំណើរលំអងកាត់ហើយណាអញ្ចឹងគឺវាត្រូវការខ្យល់វាត្រូវការស្លឹកណាដើម្បីឲ្យវាមានដំណើរលំអងកាត់ឡើងហើយមួយទៀតក៏វាអាចនឹងសំណួរទី5ដោយម្ដេចដែលហៅថាដំណើរលំអងបែបសិប្បនិម្មិតបាទដូចនិយាយខាងលើមុនអញ្ចឹងហេតុអ្វីបានជាគេធ្វើដំណើរលំអងបែបសិប្បនិម្មិតសំណួរនេះធ្លាប់ចេញឆ្នាំ2019យូរដែរហើយ2019ចឹងអាច2026បើគេចេញម្ដងទៀតឬក៏អត់ចាំមើលទាំងអស់គ្នាអញ្ចឹងដំណើរលំអងសិប្បនិម្មិតគឺជាការផ្ទេរគ្រាប់លំអងពីរុក្ខជាតិមួយទៅលើស្តិចម៉ាតនៃរុក្ខជាតិមួយទៀតដោយសារមនុស្សអាហ្នឹងគេហៅថាដំណើរលំអងសិប្បនិម្មិតដោយសារមនុស្សគឺធ្វើដំណើរលំអងសិប្បនិម្មិតដើម្បីបង្កាត់រុក្ខជាតិដែលមានលក្ខណៈពិសេសដែលគេចង់បានអញ្ចឹងយើងឃើញដើមមួយមានផ្លែធំប៉ុន្តែរសជាតិជូរដើមមួយទៀតមានផ្លែទូចប៉ុន្តែរសជាតិផ្អែមអញ្ចឹងដើម្បីឲ្យបានលក្ខណៈទាំងពីរហ្នឹងដែលគេចង់បានគេត្រូវយកពូជទាំងពីរហ្នឹងនៅក្នុងព្រៃហ្នឹងមកបង្កាត់ជាមួយគ្នាជាច្រើនចំនួនមិនមែនមួយចំនួនបានដោយលក្ខណៈគេចង់បានទេអញ្ចឹងគឺការបង្កាត់បែបហ្នឹងវាចំណាយពេលយូរបន្តិចអញ្ចឹងគឺគេត្រូវការបង្កាត់ជាច្រើនចំនួនមកហើយគេនឹងយកលក្ខណៈណាដែលវាមានទាំងផ្លែធំហើយរសជាតិផ្អែមហ្នឹងយកមកធ្វើពូជទុកណាហ្នឹងហើយអាហ្នឹងគេហៅថាដំណើរលំអងសិប្បនិម្មិតទី6តើដោយម្ដេចដែលហៅថាការបង្កកំណើតទ្វេហេតុអ្វីបានជារុក្ខជាតិអង្គសូស្ពាមគឺមានការបង្កកំណើតទ្វេរុក្ខជាតិអង្គសូស្ពាមលក្ខណៈពិសេសរបស់វាមួយគឺវាមានការបង្កកំណើតទ្វេហេតុអីបានជាវាមានការបង្កកំណើតទ្វេអញ្ចឹងយើងត្រូវស្គាល់និយមន័យដូចម្ដេចដែលហៅថាការបង្កកំណើតទ្វេការបង្កកំណើតទ្វេគឺជាការបង្កកំណើត2ដងក្នុងពេលតែមួយរបស់រុក្ខជាតិអង្គសូស្ពាមហេតុអីបានជាវាមានការបង្កកំណើតទ្វេអញ្ចឹងវាត្រូវតែមានស្ពាមម៉ាតូសអ៊ីត2ឯងដែលចូលរួមក្នុងការបង្កកំណើតអញ្ចឹងដូចនិយាយក្នុងសំណួរខាងលើអញ្ចឹងគឺមានកោសិកាបន្តពូជដែលវានៅក្នុងក្រលំអងហ្នឹងវាបានធ្វើដំណើរតាមបំពង់លំអងចាក់ចូលទៅរកអូវ៉ុលមុននឹងជួបនឹងអូវ៉ុលកោសិកាបន្តពូជហ្នឹងធ្វើដំណើរតាមបំពង់លំអងវាបានធ្វើមីតុម្ដងអញ្ចឹងវាបង្កើតទៅជាកោសិកាបន្តពូជ2ដែលមានមួយចូលទៅបង្កកំណើតជាមួយនឹងអូអូស្ហ្វែរអានេះអូអូស្ហ្វែរអញ្ចឹងអូអូស្ហ្វែរហ្នឹងគឺវានៅចន្លោះកោសិកាស៊ីនេស៊ីត2ដែលនៅសងខាងអញ្ចឹងវាបង្កកំណើតជាមួយនឹងអូអូស្ហ្វែរហ្នឹងអញ្ចឹងហើយបង្កើតបានទៅជាស៊ីកូតកោសិកាបន្តពូជមួយទៀតបង្កកំណើតជាមួយនឹងវាយ៉ូប៉ូលេដែលនៅចំកណ្ដាលនៃថង់កំណត់អំពីយ៉ុងរបស់រុក្ខជាតិអង្គសូស្ពាមហ្នឹងគឺវាបង្កើតបានជាអាល់ប៊ុយមែនបើនិយាយអំពីថង់កំណត់អំពីយ៉ុងហើយអ្នកគ្នាស្គាល់ហើយថង់កំណត់អំពីយ៉ុងថង់កំណត់អំពីយ៉ុងគឺមានន័យថាជាថង់មួយដែលវាមានផ្ទុកនៅកោសិកាចំនួន7ប៉ុន្តែនវាយ៉ូ8អញ្ចឹងវាមានកោសិកាអង្គទីពោត3ខាងលើវាមានស៊ីនេស៊ីត2នៅសងខាងហើយវាមានអូស្ហ្វែរនៅកណ្ដាលមួយហើយវាមាននវាយ៉ូប៉ូលេនៅកណ្ដាលមួយទៀតអានេះហៅថាទាំងអស់នេះគឺថង់កំណត់អំពីយ៉ុងអញ្ចឹងបើសំណួរគេឲ្យយើងរៀបរាប់ពីដំណើរដែលថង់អំពីយ៉ុងហ្នឹងថង់កំណត់អំពីយ៉ុងហ្នឹងក៏កើតគឺយើងត្រូវចេះរៀបរាប់តាំងពីកោសិកាមេហ្គាស្ប៉ូរ៉ូស៊ីតមកម្លេះអញ្ចឹងកោសិកាមេហ្គាស្ប៉ូរ៉ូស៊ីតហ្នឹងវាធ្វើមីតុប្រមាណវាធ្វើមេយ៉ូប្រមាណបង្កើតរហូតទៅជាកោសិកា7នវាយ៉ូ8ហ្នឹងហើយបង្កើតទៅជាថង់កំណត់អំពីយ៉ុងណាបង្កើតបានទៅជាថង់កំណត់អំពីយ៉ុងទៅបន្តទៀតតើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះផ្នែកផ្សេងៗរបស់ផ្កាមានត្របកស្រទាប់កញ្ចុំកសោញីនិងកញ្ចុំកសោឈ្មោលគឺមាន4ផ្នែកណាទៅចាំផ្នែកដែលផលិតកំណែតគឺមានកញ្ចុំកសោញីនិងកញ្ចុំកសោឈ្មោលហើយផ្នែកស្រទាប់គឺវាមាននទីនៅក្នុងការទាក់ទាញសត្វល្អិតបាទវាគឺជាភាពស្រស់ឆើតនៃផ្កាហើយត្បកវាជួយទ្រស្រទាប់របស់ផ្កានឹងឯងតើស៊ីឡែមនិងផ្លូវអែមមាននទីដូចម្ដេច
ស៊ីឡាមនិង phloem គឺជាជាលិកានាំរបស់រុក្ខជាតិអង្គសូស្ពាមហើយនេះបានយើងនិយាយថាវាគឺជាជាលិកាដោយសារវាបង្កើតឡើងមកពីកោសិកាដូចគ្នាដែលវាមាននីតិដូចគ្នាដែលយើងហៅថាជាលិកាអញ្ចឹងចេញពីកោសិកាជាច្រើនដូចគ្នាបំពេញនីតិរួមគ្នាយើងហៅថាជាលិកាជាច្រើនផ្សេងដែលវាធ្វើការរួមគ្នាយើងហៅថាសរីរាង្គតោះនេះសរីរាង្គជាច្រើនធ្វើការរួមគ្នាបង្កើតបានទៅជាប្រព័ន្ធសរីរាង្គឬក៏ប្រដាប់សរីរាង្គតោះអញ្ចឹងបកមកសំណួរវិញតើ phloem មាននីតិអី phloem គឺវាមាននីតិដឹកនាំសារធាតុចិញ្ចឹមឬក៏យើងហៅថាសារធាតុសរីរាង្គឬក៏អាហារដែលរុក្ខជាតិអង្គសូស្ពាមធ្វើដោយស្មេសំយោគបាននៅក្នុងស្លឹកវាហ្នឹងយកទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រុក្ខជាតិទាំងអស់ហ្នឹងហើយអាហារដែលវានៅសល់គឺចំពោះរុក្ខជាតិខ្លះវានឹងស្ទទុកនៅក្នុងមើមដែលយើងឃើញមានដលងមានអីហ្នឹងគឺមើមគឺវាកើតឡើងពីអាហារដែលវាស្ទទុកហ្នឹងឯងដែលភាគច្រើននៅក្នុងហ្នឹងគឺវាសម្បូរអាមីដុងណាវាសម្បូរអាមីដុងនៅក្នុងហ្នឹងស៊ីឡែមគឺវាមាននីតិនៅក្នុងការដឹកនាំសារធាតុចិញ្ចឹម connect ពីឫសទៅកាន់ស្លឹកដើម្បីឲ្យកោសិកាបរិសាទដែលមាន chloroplast ឬ chlorophyll ហ្នឹងគឺសម្រាប់ប្រើប្រាស់ដើម្បីធ្វើរស្មីសំយោគនេះទី8តើដំណើរលំអងមានប្រមាណអ្វីខ្លះជួយរៀបរាប់អញ្ចឹងដំណើរលំអងគឺមាន2គឺដំណើរលំអងកាត់ហើយនិងស្វ័យដំណើរលំអងណាយើងអាចថាស្វ័យដំណើរលំអងក៏បានដំណើរលំអងឯងក៏បានណាដំណើរលំអងកាត់គឺជាការផ្ទេរក្រុមលំអងពីផ្កានៃរុក្ខជាតិមួយទៅកាន់ស្ទីកម៉ាតនៃផ្ការុក្ខជាតិមួយទៀតដែលវាប្រព្រឹត្តទៅបានដោយសារទឹកខ្យល់និងសត្វល្អិតណាដំណើរលំអងស្វ័យដំណើរលំអងឬក៏ដំណើរលំអងកាត់គឺវាជាការផ្ទេរក្រុមលំអងពីប្លុកលំអងទៅកាន់ស្ទីកម៉ាតនៃផ្កាតែមួយណាចាំប៉ុណ្្នឹងទៅដំណើរលំអងកាត់គឺផ្កាពីរផ្សេងគ្នាដំណើរលំអងឯងឬស្វ័យដំណើរលំអងគឺនៅលើផ្កាតែមួយ